តើអ្នកកំពុងត្រៀមខ្លួនទៅរស់នៅសហរដ្ឋអាមេរិកមែនទេបញ្ឈប់សិនកម្ពុជាថៃនិងប្រទេសជិត73ទៀតទើបតែត្រូវបានរដ្ឋបាលលោកត្រាំបញ្ចូលក្នុងបញ្ជីផ្អាកទឹកដីការអន្តោប្រវេសន៍ជាផ្លូវការពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃពុធទី14ខែមករាឆ្នាំ2026អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រកាសនៅសេចក្តីប្រកាសមួយថារដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំបានសម្រេចផ្អាកដំណើរការផ្តល់ទិដ្ឋាការជនអន្តោប្រវេសន៍សម្រាប់អ្នកដាក់ពាក្យមកពីប្រទេសចំនួន75ជុំវិញពិភពលោកវិធានការដ៏តឹងរ៉ឹងនេះនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការថ្ងៃទី21ខែមករាឆ្នាំ2026ខាងមុខនេះហើយលោក Tommy Piggott អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកត្រូវតែប្រើប្រាស់សិទ្ធិអំណាចដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ដែលអាចនឹងក្លាយជាបន្ទុកសាធារណៈលោកសង្កត់ធ្ងន់ថានេះជាការការពារមិនឲ្យមានការកេងប្រវ័ញ្ចលើភាពសប្បុរសរបស់ប្រជាជនអាមេរិកនិងដើម្បីវាយតម្លៃឡើងវិញនៅប្រព័ន្ធសុខុមាលភាពជាតិចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានលោកដូណាល់ត្រាំបានបង្ហាញនៅកណ្ដាប់ដៃដែកក្នុងការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងចាស់ដៃតួលេខដ៏គួរឲ្យរន្ធត់បានបង្ហាញថាទិដ្ឋាការជាង100,000ច្បាប់ត្រូវបានដកហូតរួចជាស្រេចទៅហើយមិនត្រឹមតែអាស៊ីអាគ្នេយ៍សូម្បីតែបណ្ដាប្រទេសអាមេរិកឡាទីនអាហ្វ្រិកមជ្ឈិមបូព៌ានិងរុស្ស៊ីក៏ស្ថិតនៅក្នុងគោលដៅនៃយុទ្ធនាការនេះដែរ